តោះបងប្អូនសម្រាប់ពីការងារចុងសប្តាហ៍យើងអត់មាន plan ទៅណាមានតែចំណាយពេលជាមួយនឹងគ្រួសារក៏ដូចជាបង្កើតភាពស្និទ្ធស្នាលតាមរយៈការចម្អិនអាហារជូនពួកគាត់ទាំងអស់គ្នាតោះមានគេដែរសាកសាឡការីតរ៉េននេះគ្រឿងនេះគ្រឿងនេះតរ៉េនអានេះគ្រឿងការីហើយដាក់សាច់មាន់ដាក់ខ្ទិះដូងមកជាមួយចេញរសជាតិមិនចាំមកសាកទាំងអស់គ្នាអូខេអញ្ចឹងរបៀបនៃការចម្អិនសម្លការីនេះគឺងាយៗទេហើយវ៉យពីដើមនោះគឺខ្ញុំនិយាយលេងទេដែលនិយាយថាស្លមជូរការីទូរ៉េនហ្នឹងគឺអត់មានទេអញ្ចឹងហើយនេះខ្ញុំបានរៀបចំឲ្យអស់ហើយតាក់ទងជាមួយនឹងសាច់បន្លែនិងគ្រឿងក្រៅឲ្យខ្ញុំបានយកមកចិត្តហើយទុកដាក់ចិត្តដៃដើម្បីងាយស្រួលក្នុងការដាក់ចម្អិនអញ្ចឹងណាអញ្ចឹងហើយភាពវៃឆ្លាតនៅក្នុងការចម្អិនគឺងាយហើយនឹងឲ្យត្រូវពេលវេលាហើយកុំឲ្យមានកំហុសឆ្គងនឹងហើយឆ្លោះឆ្លយការឆ្លោះឆ្លយគឺយើងត្រូវរៀបចំគ្រឿងក្រៅបន្លែសាច់ហើយផ្សេងហ្នឹងដែលពាក់ព័ន្ធជាមួយនឹងមុខហូបហ្នឹងគឺដាក់នៅចិត្តដៃហើយដើម្បីជាភាពងាយស្រួលហើយយើងអត់ចាំបាច់ត្រូវចំណាយពេលរត់ទៅលិចទៅកើតហើយមួយវិញទៀតហើយការប្រើប្រាស់ភ្លើងដូចគ្នាគឺយើងត្រូវចេះតម្លាក់តម្លើងភ្លើងហើយទៅតាមស្ថានភាពហើយនឹងពេលវេលាដែលយើងចម្អិនហ្នឹងអញ្ចឹងណាអញ្ចឹងហើយអ្នកដែលគាត់ចេះចម្អិនម្ហូបស្រាប់ហើយគាត់ប្រើចក្រានហ្គាសប្រើអីហ្នឹងគឺគាត់ដឹងពីរបៀបតម្លាក់តម្លើងហ្គាសពេលណាត្រូវប្រើខ្លាំងពេលណាត្រូវប្រើភ្លើងទូចភ្លើងធំអញ្ចឹងណាអូខេអញ្ចឹងហើយម្ហូបនេះគឺអត់មានអីពិបាកទេហើយគ្រាន់តែយើងដាក់បន្លែដាក់សាច់ដាក់គ្រឿងទៅតាមរបៀបរបបទៅហើយទម្លាប់ខ្ញុំមួយគឺនៅពេលដែលខ្ញុំចម្អិនអាហារដើម្បីអារម្មណ៍ល្អគឺខ្ញុំចូលចិត្តស្ដាប់បទចម្រៀងអញ្ចឹងបទអីក៏បានដែរអត់តែខ្ញុំគិតថាខ្ញុំចូលចិត្តស្ដាប់ហើយខ្ញុំស្ដាប់ទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អអូខេខ្ញុំនឹងចាក់ស្ដាប់ហើយទើបតែបង្កើនរសជាតិនៃការធ្វើម្ហូបរបស់ខ្ញុំនោះឲ្យកាន់តែឆ្ងាញ់មួយកម្រិតទៀតធម្មតាមនុស្សតែស្លឆ្ងាញ់គឺគេធ្វើអីក៏ឆ្ងាញ់ដែរអូខេតាលេងទេអូខេអញ្ចឹងងាកមកមើលការចម្អិនរបស់ខ្ញុំវិញហើយការស្លការីនេះគឺខ្ញុំប្រើប្រាស់សាច់ចំនួន1គីឡូកន្លះសាច់មាន់បើយើងទិញបានមាន់ស្វិតយកមករងាស់ទៀតរត់តែឆ្ងាញ់ប៉ុន្តែខ្ញុំទៅផ្សារព្រឹកមិញហ្នឹងគឺនៅសល់តែមាន់3សាសហើយចំពោះខ្ទិះដូងវិញគឺខ្ញុំប្រើប្រាស់ចំនួន1គីឡូយើងប្រើខ្ទិះឲ្យច្រើនទៅគឺវាឈ្ងុយហើយយើងជួយឲ្យស្លយើងនឹងរត់តែចាប់ជាតិនៅពេលដែលរងាស់ជាមួយនឹងសាច់មាន់ហ្នឹងហើយបងប្អូនអ្នកខ្លះស្គាល់បទចម្រៀងដែលខ្ញុំកំពុងស្ដាប់នេះចំណងជើងអីគេជួយខមមិនខាងខំតិចមើលអូខេនេះឲ្យរូបរាង possible លើម្ហូបខ្ញុំនៅពេលដែលយើងបានរងាស់ជាមួយនឹងគ្រឿងក៏ដូចជាខ្ទិះដូងខ្ទិះដើមហើយជាមួយនឹងសាច់មាន់ហ្នឹងស្លការីនេះផងដែរបងប្អូនអើយប្រើជើងមាន់ឲ្យរត់ទៅច្រើនរត់ទៅឆ្ងាញ់ហើយនៅពេលដែលយើងដួសមកមួយចានយើងលាយឡំមួយជើងមាន់មួយសាច់មករត់តែបង្កើតរសជាតិយើងគៀមរសជាតិចេញពីក្នុងឆ្អឹងជើងមាន់ហ្នឹងឆ្ងាញ់មែនទែនហើយបន្លែដែលខ្ញុំប្រើប្រាស់នៅក្នុងការចម្អិនម្ហូបនេះយើងប្រើប្រាស់ដូចជាមានដលងសសហើយមានជាមួយនឹងការ៉ុតខ្ទឹមបារាំងត្រប់គេហៅថាត្រប់វែងហ្នឹងជាមួយនឹងសណ្ដែកគួរឬក៏គេហៅថាសណ្ដែកធើងហៅតាមតំបន់ណាបន្លែហ្នឹងអញ្ចឹងអ្នកខ្លះក៏ស្គាល់អ្នកខ្លះក៏ស្គាល់ឈ្មោះមានតែមួយឬក៏ស្គាល់ទាំងពីរអញ្ចឹងទៅអូខេនេះតកតងជាមួយនឹងម្ហូបខ្ញុំបានចម្អិនរួចរាល់ហើយមិនដែរទំនងចង់ហូបទេចាំផ្ញើមួយចាន